កាលពីថ្ងៃទី31ខែតុលាកន្លងទៅប្រជាពលរដ្ឋកម្ពុជាពិសេសប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញប្រកាសជាបានឃើញនិងជួបប្រទះនៅការតាំងរូបភាពចម្លែកៗនៅតាមបណ្ដាហាងទំនិញធំៗឬការតុបតែងខ្លួនប្រាណមុខមាត់ជាខ្មោចឬបិសាចជាដើមនោះគឺជាពិធីបុណ្យតាមបែបអឺរ៉ុបមួយដែលគេឲ្យឈ្មោះថា Halloween គឺជាពិធីបុណ្យចំណាស់មួយរបស់ជនជាតិខែលនៅក្នុងប្រទេសអៀរឡង់ក្រុមបុព្វបុរសជនជាតិនេះមានជំនឿថានៅពាក់កណ្ដាលយប់ថ្ងៃទី31ខែតុលាឈានចូលថ្ងៃទី1ខែវិច្ឆិកាដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិនេះគឺជាពេលវេលាដែលពិភពរបស់មនុស្សស្លាប់និងមនុស្សរស់តភ្ជាប់គ្នាហើយវិញ្ញាណរបស់ខ្មោចនៅយប់នោះនឹងដើររករាងកាយរបស់មនុស្សរស់ដើម្បីចូលសន្ធិដ្ឋក្នុងគោលបំណងមានជីវិតរស់ម្ដងទៀតការនេះបាននាំឲ្យជនជាតិខែលរិះរកគ្រប់មធ្យោបាយដើម្បីកុំឲ្យខ្មោចចូលសន្ធិដ្ឋដោយការតុបតែងខ្លួនចម្លែករួចបន្លំខ្លួនធ្វើជាខ្មោចដើម្បីបន្លាចឲ្យខ្មោចភ័យខ្លាចទៅវិញមានប្រវត្តិជាច្រើនទៀតក៏ត្រូវបានបកស្រាយពីពិធីបុណ្យដ៏ចម្លែកនេះដែរប៉ុន្តែសម្រាប់អ្នកដែលចូលរួមនៅក្នុងកម្មវិធីបុណ្យនេះតម្រូវឲ្យតុបតែងមុខគួរឲ្យពឺព្រួចនិងសម្លៀកបំពាក់ប្លែកៗធាតុពិតនៃកម្មវិធីនេះគឺជាកម្មវិធីបុណ្យរបស់ក្មេងៗដែលតម្រូវឲ្យទស្សន៍ទាយដើម្បីយកស្ករគ្រាប់តែប៉ុណ្ណោះក៏ប៉ុន្តែបច្ចុប្បន្នពិធីបុណ្យនេះបានក្លាយទៅជាពិធីសប្បាយរីករាយមួយចំពោះមនុស្សទូទៅទាំងក្មេងទាំងចាស់សកម្មភាពបុណ្យ Halloween ជាទូទៅរួមមានការតុបតែងមុខនិងសម្លៀកបំពាក់ប្លែកៗដើរសុំស្ករគ្រាប់តាមផ្ទះស្លៀកពាក់คล้ายកាយជាខ្មោចបិសាចចូលរួមពិធីជប់លៀងឆ្លាក់គោមល្ពៅជាមុខខ្មោចព្រាយលេងបំពួកភ្នក់ភ្លើងលេងជ្រមុជផ្លែប៉ោមឬដើរបន្លាចគ្នាធ្វើសកម្មភាពរប៉ាត់រប៉ូចនិទានរឿងខ្មោចឬក៏រឿងគួរឲ្យរន្ធត់ភ័យខ្លាចជាដើមសម្រាប់ប្រទេសកម្ពុជាដែលរដ្ឋធម្មនុញ្ញបានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយប្រជាពលរដ្ឋកម្ពុជាជាង 90% ជាអ្នកប្រតិបត្តិតាមព្រះពុទ្ធសាសនានោះក៏បានទទួលយកនៅវប្បធម៌បរទេសដ៏ចម្លែកមួយនេះមកអនុវត្តយ៉ាងឆាប់រហ័សពិសេសនៅក្នុងស្រទាប់យុវវ័យនិងតារាសិល្បៈទូរទស្សន៍មួយចំនួនយ៉ាងផុសផុលនៅឆ្នាំនេះដោយដែលគេបានឃើញស្រាប់កាលពីថ្ងៃទី31ខែតុលាកន្លងទៅនៅហាងទំនិញធំៗមួយចំនួនក៏បានយកឱកាសនោះដើម្បីតុបតែងលម្អហាងរបស់ខ្លួនដោយរូបភាពខ្មោចឬក៏ប្រូម៉ូសិនលក់បញ្ចុះតម្លៃជាដើមមានទស្សនកម្មមួយចំនួនដែលគេអាចយកមកបញ្យល់ចំពោះការទទួលយកនៅឥទ្ធិពលនៃវប្បធម៌បរទេសខាងលើនេះទីមួយគឺឥទ្ធិពលនៃសង្គមកម្ពុជាបច្ចុប្បន្នដែលបានបើកទូលាយខាងជំនឿសាសនានិងវប្បធម៌បានផ្ដល់សេរីភាពយ៉ាងពេញលេញដល់មនុស្សគ្រប់គ្នាក្នុងការអនុវត្តផ្សព្វផ្សាយឬជំនឿទៅលើសាសនានិងវប្បធម៌ប្រពៃណីណានៅលើពិភពលោកក៏បានសង្គមកម្ពុជាដែលបានឲ្យតម្លៃទៅលើភាពហ៊ឺហានិងសម្ភារៈនិយមឬសម្បកក្រៅរបស់មនុស្សជាជាងគុណតម្លៃខាងក្នុងទី2គឺកត្តាសេដ្ឋកិច្ចកម្ពុជាដែលបានរក្សាកំណើនក្នុងរង្វង់ 7% ពី3ឆ្នាំជាប់គ្នានេះបានធ្វើឲ្យជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែធូរធារឡើងមនុស្សតែងតែស្វែងរកឱកាសដើម្បីសប្បាយដើម្បីចាយប្រាក់ទៅតាមលទ្ធភាពដែលខ្លួនរកបានទី3គឺកត្តាប្រកួតប្រជែងគ្នានេះក៏ជាហេតុផលមួយដែលអាចធ្វើឲ្យយុវជនខ្មែរឆាប់ទទួលយកនៅវប្បធម៌បរទេសផងដែរព្រោះថាមនុស្សខ្មែរមួយចំនួនតែងតែនិយាយចំអកឲ្យមិត្តភក្តិលេងថាចាស់កម្រិលដើរមិនទាន់សម័យឬដើរមិនទាន់សង្គមជាដើមដែលប្រការនេះបានជំរុញទឹកចិត្តឲ្យមនុស្សដទៃខិតខំរត់តាមគ្នានិងទី4គឺកត្តាតាក់ទាញក៏ជាមូលហេតុចម្បងផងដែរប្រសិនបើគ្មានការផ្សព្វផ្សាយការប្រម៉ូសិនពិសេសឬកម្មវិធីតាក់ទាញផ្សេងៗទេវប្បធម៌ទាំងអស់នោះក៏មិនអាចពន្លត់ខ្លួននៅក្នុងសង្គមកម្ពុជាបានដែរនៅមានទស្សនកម្មជាច្រើនទៀតដែលគេអាចយកមកពន្យល់ពីហេតុផលខាងលើនេះផងដែរយ៉ាងណាក៏ដោយការទទួលនៅវប្បធម៌បរទេសមកអនុវត្តក្នុងបរិបទនៃសកលភាវូបនីយកម្មនេះគឺល្អសម្រាប់ឱកាសនៃការធ្វើជំនួញព្រោះថាបើគេបង្កើតឲ្យមានកម្មវិធីបុណ្យកាន់តែច្រើនមនុស្សដើរលេងកាន់តែច្រើនហើយការចាយវាយក៏កាន់តែច្រើនដែរក៏ប៉ុន្តែវាក៏ជាគ្រោះថ្នាក់នៃវប្បធម៌ដើមរបស់ជនជាតិមួយទៅវិញដែរព្រោះថាមនុស្សខ្មែរនឹងចំណាយពេលវេលានិងប្រាក់កាសកាន់តែច្រើនទៅលើពិធីបុណ្យទាំងនោះបូករួមទាំងពិធីបុណ្យដូនតារបស់ខ្លួនជាច្រើនទៀតគេតែងតែលើការនិយាយលេងថាសែនចិនស្រវឹងខ្មែរដែលឃ្លានេះបានឆ្លុះបញ្ចាំងពីតថភាពសង្គមខ្មែរយ៉ាងពិតប្រាកដនាពេលបច្ចុប្បន្នដែលមានពិធីបុណ្យច្រើនហើយឱកាសនៃការឈប់សម្រាកក៏ច្រើនផងដែរក្រៅពីពិធីបុណ្យ Halloween ដែលគេបានឃើញមានការប្រារព្ធធ្វើឡើងយ៉ាងផុសផុលកាលពីថ្ងៃទី31ខែតុលាកន្លងទៅនេះនៅពេលខាងមុខក៏នឹងមានពិធីបុណ្យជាបន្តបន្ទាប់ទៀតដូចជាពិធីបុណ្យ Noel ឬបុណ្យ Merry Christmas ដែលអ្នកប្រតិបត្តិតាមសាសនាគ្រិស្តតែងតែប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែធ្នូមុនដំណាច់ឆ្នាំនីមួយៗបុណ្យ Valentine Day ឬបុណ្យនៃក្តីស្រឡាញ់ដែលយុវជនខ្មែរខ្លះបានបកស្រាយផ្ទុយពីអត្ថន័យដើមទៅវិញថាជាបុណ្យសង្សារជាដើម
ចាណាក៏ដោយនៅក្នុងបរិបទនៃសកលភាវូបនីយកម្មបែបនេះប្រជាពលរដ្ឋខ្មែរពិសេសគឺយុវជនមិនគួរឆាប់ទទួលយកឥទ្ធិពលនៃវប្បធម៌បរទេសលឿនពេកដោយខ្វះការគិតពិចារណានោះទេផ្ទុយទៅវិញយុវជនឬមនុស្សខ្មែរមួយចំនួនគួរខិតខំពង្រឹងនិងបង្រីកផ្សព្វផ្សាយវប្បធម៌ដើមរបស់ខ្លួនទៅឲ្យពិភពលោកបានឃើញទៅវិញគឺជាការប្រសើរ